课文黄金周游客人数7天的11黄金周假期已经过去了。从昨天10月7日开始，北京各主要旅游景点的人数开始明显减少。昨天，本市全天游客人数已下降到约89万人次，明显低于这次11黄金周最高峰日10月9日的100多万人次。在北京的主要景点中，八达岭长城、故宫、世界公园、颐和园和奥林匹克森林公园昨日的游客数分别为5.1万、7.7万、3.06万、8万和5万人次，都已低于10月6日的游客人数。其中，除了八达岭景区的游客数比去年同期上升10%左右外，故宫、世界公园、颐和园和奥林匹克森林公园的游客数都比去年同期下降了约10%。专家介绍，按以往11黄金周的惯例，10月2日应是游客最高峰日，但是由于那天北京有雨，游客最高峰日出现在了10月3日、10月4日、5日，也是游客高峰日。10月6日后，游客人数就开始明显减少。OK，好今天报单的黄金周游客人数，黄金周bên mình ní 黄金 bên đây tháng mìa châu cứ cạnh một bị sắp đà ná hoàng金周 sắp đà lứa sắp đà đá cái sắp đà mìa ha sắp đà sắp khăn sắp đà đà ដោយសារតែបទនេះយើងសំដៅលើការពីកន្លែងកំសាន្តកន្លែងដើរលេងអញ្ចឹងគេសំដៅលើសប្តាហ៍ថ្ងៃបុណ្យដែលមានអ្នកភ្ញៀវទេសចរច្រើន游客គឺភ្ញៀវទេសចរ人数គឺចំនួនមនុស្ស7天的11黄金周អញ្ចឹងសប្តាហ៍7ថ្ងៃណាសប្តាហ៍ដែលមានចំនួន7ថ្ងៃនឹងឯងណា假期已经过去了假期គឺថ្ងៃឈប់សម្រាកថ្ងៃ holiday ណាបានកន្លងផុតទៅហើយ从昨日ចាប់ពីម្សិលមិញ10月7日ខែ10ថ្ងៃទី7开始ចាប់ផ្ដើមពីម្សិលមិញមកណា北京各主要旅游景点的人数开始明显减少北京跟北港各主要景点旅游景点ណាគេសម្ដៅលើនៅតាមគឺមានន័យថានីមួយ旅游景点គឺទីកន្លែងទេសចរណាទីកន្លែងតំបន់ទេសចរនីមួយហ្នឹងគឺមានចំនួនមនុស្សចាប់ផ្ដើមថយចាប់ផ្ដើមចុះណាថយចុះ昨天本市全天游客人数已下降到约89万人次昨天ម្សិលមិញ本市គេសំដៅលើនៅក្នុងក្រុងដដែលណាគឺសំដៅលើ北京នឹងឯង本市全天全天គឺពេញមួយថ្ងៃ游客人数ចំនួនភ្ញៀវទេសចរ已下降到បានថយចុះដល់约89万人次约មានន័យថាប្រហែលជា89万វ៉ាន់ស្មើនឹង10000ណា
人次cứ sắp đài lứa chúng nội mà đủ đài mà lên mà đó cái hạt ít人次นะ89万人次ไม่ได้ท้าตึกอัพ89,000,000ดองในมันดูได้ก่อนมาเลยนั่นหนังจังชอนนะ89,000,000明显低于这次11黄金周明显គឺមានន័យថាវាច្បាស់ណាស់ណាវាមានភាពច្បាស់ណាស់មានភាពច្បាស់ដែលបង្ហាញថាមានសភាពទៀបណាទីủyគឺទៀបជាង这次លើកនេះ11黄金周សប្តាហ៍មាស11ណា最高峰日គឺថ្ងៃដែលមានសភាពខ្ពស់ជាងគេណាជួយមានន័យថាជាងគេ高峰日គឺគេពិសេសសំដៅទៅលើផ្នែកទេសចរនឹងឯងសំដៅលើថ្ងៃដែលមានភ្ញៀវទេសចរបុកមកលេងច្រើនណាគេហៅ高峰日11月3日ខែ10ថ្ងៃទី3ត100多万人次ណារហូតដល់ទៀបជាងរហូតដល់100,000,000ដងណាអ្នកដែលមកលេខ100,000,000ដងទៀត请问目了海在北京的主要景点中在北京នៅ北港的主要景点中ណាមានន័យថាកន្លែងទេសចរដែលមានភាពដែលសំខាន់ដែលទៅគឺគេទៅកន្លែងហ្នឹងណាប៉ាតាលីងឆាងឆងណាកន្លែងនេះគឺមានន័យថាមហាកំផែងចិនណា故宫គឺរាជវាំងបុរាណ世界公园គឺសួនច្បារពិភពលោកណាយើងមកប្រែចំតែសុទ្ធតែជាទីតាំងកន្លែងទេសចរដ៏សំខាន់នៅទីក្រុងប៉េកាំងណា颐和园颐和园គឺសួន颐和ណាគឺសួនបុរាណដូចគ្នាណា和奥林匹克森林公园និងសួនមួយទៀតដែរឈ្មោះ奥林匹克ណា森林公园គឺសួនបែបព្រៃណា昨日的游客数分别为ចឹងចំនួនភ្ញៀវទេសចរនៅពីម្សិលមិញណាមានដូចជា分别មានដូចជាណាគឺគេរៀបរាប់ពីគ្រប់តំបន់ទេសចរទាំងអស់នេះណាអញ្ចឹង5.1 万5.1 ម៉ឺន7.7 万7.7 ម៉ឺន3.06 万3.06 ម៉ឺន8 万8 ម៉ឺនហើយ5 万人次និង5 ម៉ឺនចំនួនភ្ញៀវទេសចរមកលេងណាចំនួនដង都以低于10月6日的游客人数សុទ្ធតែទៀបជាងចំនួនភ្ញៀវទេសចរនៅខែ10ថ្ងៃទី6其中除了八达岭景区的游客数比去年同期上升10%左右外其中នៅក្នុងនោះ除了ក្រៅពី八达岭景区កន្លែងតំបន់មហាកំផែង游客数ចំនួនភ្ញៀវទេសចរពី去年ណាប្រៀបជាមួយនឹងឆ្នាំមុន同期上升10%左右គឺបានមានការថែមចំនួនភ្ញៀវទេសចរប្រហែលជាចំនួន10%ណា左右គឺប្រហែល故宫គឺវាំងកន្លែងរាជវាំង世界公园សួនពិភពលោកណា颐和园សួន颐和园和និង奥林匹克森林公园ណាសួនអូឡ িম্প ពិកណា的游客数都比去年同期下降了约10%គឺសុទ្ធតែមានសភាព
ថយចំនួនប្រហែលជា10%ដូចគ្នាណាបើប្រៀបទៅនឹងឆ្នាំមុនមានន័យថាអឺធ្លាក់ចំនួនវិញក្រៅពីអឺមហាកំផែងគឺមានមនុស្សរៀងច្រើនជាងមុន专家介绍专家នេះសំដៅលើអ្នកជំនាញណា介绍គឺបានរៀបរាប់ឬក៏ណែនាំ按以往11黄金周的惯例បើទៅតាម惯例ណា惯例គឺមានន័យថារាល់ដងណាអ្វីដែលយើងតែងមានរាល់ដងហ្នឹង11黄金周10月2日开10ថ្ងៃទី2应是游客最高峰日គឺគួរតែជាថ្ងៃដែលមានភ្ញៀវទេសចរបុកខ្លាំងជាងគេណា但是ប៉ុន្តែ由于那天ដោយសារណាដោយសារថ្ងៃនោះ北京有雨ចឹងនៅពេលកាមានភ្លៀង游客最高峰日出现在了10月3日ចឹងថ្ងៃដែលភ្ញៀវទេសចរបុកមកខ្លាំងគឺឈូសៀនណាគឺចេញគឺវាបង្ហាញមកវិញនៅថ្ងៃនៅខែ10ថ្ងៃទី3វិញ10月4日5日អញ្ចឹងចំពោះខែ10ថ្ងៃទី4ថ្ងៃទី5也是游客高峰日ក៏ជាថ្ងៃដែលមានភ្ញៀវទេសចរមកច្រើនដែរ10月6日后ក្រោយពីខែ10ថ្ងៃទី6ទៅ游客人数就开始明显减少ចំនួនភ្ញៀវទេសចរក៏ចាប់ផ្ដើមកាត់បន្ថយយ៉ាងគួរឲ្យកត់សម្គាល់អូខេ